នេះគឺប៉ាក្មេករបស់នាងខ្ញុំកំពុងតែដាំម្រះព្រៅនៅក្រោយផ្ទះចាអាយុគាត់ក៏ច្រើនដែរហើយគាត់84ហើយចំណែកប៉ាក្មេកវិញ83ឥឡូវគាត់ដាំម្រះព្រៅតែម្រះព្រៅនេះយើងដាំយើងព្រុសកូនវាសិនហើយយើងយកមកដាំឥឡូវគាត់កំពុងតែដាំម្រះព្រៅចាបែកញើសទៅស្រាក់តែគាត់នៅអាចធ្វើបានអាយុគាត់ច្រើនហើយតែគាត់នៅអាចដាំអ្វីៗបានទាំងអស់គាត់កំពុងតែដាំបន្លែនៅក្រោយផ្ទះចាឥឡូវយើងដាក់ដាំដោតវាដូចជាស្លោះចឹងមកដើម្បីឲ្យវានេះចឹងទៅហើយដូចតែយើងមិនបាច់ចាំទៅទិញបន្លែនៅឯណាយើងបេះបោចទៅនៅក្រោយផ្ទះយើងក៏វាគ្រប់គ្រាន់ហើយចាក្តៅក៏ក្តៅឥឡូវមើលបន្លែត្រប់ខ្ញុំនៅខាងក្រោយវិញវារីកស្រស់បំព្រងចឹងសប្បាយចិត្តណាស់នេះមកឃើញមើលត្រប់ពេលបលឹមឡើងយើងក្រោកទៅមើលបន្លែទៅក៏ស្រស់ថ្លានៅក្នុងខាងក្រោយផ្ទះយើងដែរហើយនៅស្រុកអាមេរិកនេះវាខែនេះវាក្តៅណាស់តែដល់ខែត្រជាក់ក៏វាត្រជាក់ណាស់ដែរចាវាមានរដូវរបស់វារដូវវាយូរវែងដែរព្រោះនៅស្រុកនេះអត់មានធ្លាក់ snow អីទេវាកាន់តែថាបើត្រជាក់វានឹងងាប់ហើយបើយើងអត់គ្របវាអញ្ចឹងណាឥឡូវចំណែកគាត់វិញកំពុងតែដាំបញ្ញានឹកមែនតែនពីអ្នកតាយាយគាត់គ្រាន់តែថតឲ្យពុកម៉ែបងប្អូនមើលស្រស់ស្លាដើម្បីរៀនដាំឬក៏មើលទិសភាពនៅក្រោយផ្ទះចឹងទៅនៅពេលដាំដំណាំតើវារបៀបម៉េចចឹងទៅណាអត់មានស្អីសំខាន់នោះទេគ្រាន់តែធ្វើម៉េចឲ្យយើងសប្បាយចិត្តរីករាយដូចយើងអិចទឹកខ្សែអញ្ចឹងដែរដូចយើងហាត់ប្រាណអញ្ចឹងចាទៅឲ្យមើលដំណាំរីកស្រស់បំព្រងអញ្ចឹងដែរទៅហើយយើងក៏សប្បាយចិត្តដែលយើងមិនបាច់ចាំចំណាយលុយទៅទិញនៅក្រៅអញ្ចឹងហើយយើងអាចដាំនៅក្រោយផ្ទះរបស់យើងបេះបោចអញ្ចឹងទៅក្រោកព្រឹកឡើងអញ្ចឹងទៅដាំនេះពេលល្ងាចម៉ោង7ឬក៏ម៉ោង7ឬម៉ោង6ហើយពេលគាត់កំពុងតែដាំនៅតែក្តៅណាស់អូយនៅនេះក្តៅមែនតែនក្តៅហួតក្តៅហែងរមាំរមានថ្ងៃនឹងវាដូចថាវាក្តៅយកមែនតែនណាចាអញ្ចឹងជម្រាបលាទាំងអស់គ្នាចា